ក្រុមហ៊ុន Anduril ចាប់ផ្ដើមផលិតយានដ្រូនប្រយុទ្ធ Fury នៅរោងចក្រទំនើបតម្លៃ$1000 លាននៅក្នុងការផ្លាស់ប្ដូរដ៏សំខាន់មួយនៃឧស្សាហកម្មការពារជាតិអាមេរិកក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិលេចធ្លោ Anduril Industries បានប្រកាសជាផ្លូវការនៅការចាប់ផ្ដើមខ្សែសង្វាក់ផលិតកម្មយានដ្រូនប្រយុទ្ធល្បឿនលឿន Fury ការផលិតនេះធ្វើឡើងនៅក្នុងរោងចក្រថ្មីស្រឡាងដែលមានឈ្មោះថា Arsenal One ស្ថិតក្នុងទីក្រុង Asheville រដ្ឋ Ohio ដែលជាមជ្ឈមណ្ឌលផលិតកម្មស្វ័យប្រវត្តិទំនើបបំផុតមួយក្នុងโลกរោងចក្រ Arsenal One ដែលមានតម្លៃវិនិយោគរហូតដល់$1000 លានមិនមែនគ្រាន់តែជារោងចក្រដំឡើងយន្តហោះធម្មតានោះទេវាត្រូវបានរចនាឡើងដើម្បីផ្លាស់ប្ដូររបៀបដែលអាវុធត្រូវបានផលិតលោក Kit Flynn អនុប្រធានជាន់ខ្ពស់ផ្នែកផលិតកម្មរបស់ Anduril បានលើកឡើងថាបញ្ហានៃចំនួនសម័យទំនើបតម្រូវឲ្យមានការផ្គត់ផ្គង់អាវុធក្នុងបរិមាណច្រើននិងល្បឿនលឿនបំផុតខុសពីក្រុមហ៊ុនការពារជាតិយក្សចាស់ៗដែលចំណាយច្រើនក្នុងការផលិតយន្តហោះមួយគ្រឿង Arsenal One ប្រើប្រាស់ប្រព័ន្ធ Software Defined Manufacturing នេះមានន័យថាការរួមបញ្ចូលគ្នារវាងកម្មវិធីកុំព្យូទ័រនិងគ្រឿងចក្រត្រូវបានធ្វើឡើងដោយរលូនដែលអនុញ្ញាតឲ្យក្រុមហ៊ុនអាចផលិតយានដ្រូនក្នុងទ្រង់ទ្រាយធំដោយទៅនឹងការផលិតរថយន្តឬទូរស័ព្ទដៃទំនើបដែរ Fury គឺជាយានដ្រូនប្រយុទ្ធស្វ័យប្រវត្តិដែលមានសមត្ថភាពហោះហើរក្នុងល្បឿនខ្ពស់និងអាចផ្ទុកអាវុធយុទ្ធភ័ណ្ឌបានយ៉ាងច្រើនលក្ខណៈពិសេសដែលធ្វើឲ្យ Fury ក្លាយជាអាវុធដ៏គួរឲ្យខ្លាចគឺបច្ចេកវិទ្យា AI វាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Lattice ដែលអនុញ្ញាតឲ្យយានដ្រូននេះធ្វើការសម្រេចចិត្តដោយខ្លួនឯងក្នុងសមរភូមិក្រោមការត្រួតពិនិត្យពីមនុស្សកម្មវិធី ZCA Fury គឺជាផ្នែកមួយនៃកម្មវិធីកងទ័ពអាកាសអាមេរិកដែលរចនាឡើងដើម្បីឲ្យយានដ្រូននេះហោះហើរអមដំណើរជាមួយយន្តហោះចម្បាំងដែលមានអ្នកបើកបរដូចជា F-35 ឬ NGAD វាដើរតួជាមិត្តរួមស្លាប់ដែលចាំជួយវាយប្រហារការពារឬធ្វើជាអ្នកស្ទាក់ចាប់មីស៊ីលសត្រូវជំនួសអ្នកបើកបរនិងតម្លៃទាបនឹងការលាក់បាំងបានបើទោះបីជាវាមានបច្ចេកវិទ្យាខ្ពស់ប៉ុន្តែវាត្រូវបានផលិតឡើងក្នុងតម្លៃទាបជាងយន្តហោះចម្បាំងធម្មតាឆ្ងាយណាស់ដែលអនុញ្ញាតឲ្យយោធាអាចប្រើប្រាស់វាបានដោយមិនចាំបាច់បារម្ភខ្លាំងពីការបាត់បង់ក្នុងសមរភូមិរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះក្រុមហ៊ុនថ្មីៗដូចជា Anduril ជាដើមលោក Trump និងក្រុមហ៊ុនប្រឹក្សាសន្តិសុខជាតិយល់ឃើញថាដើម្បីរក្សាឧត្តមភាពយោធាលើគូប្រជែងដូចជាចិនឬរុស្ស៊ីសហរដ្ឋអាមេរិកមិនអាចពឹងផ្អែកតែលើក្រុមហ៊ុនចាស់ៗដែលផលិតអាវុធយឺតនិងតម្លៃថ្លៃហួសហេតុនោះទេគោលនយោបាយថ្មីនេះសង្កត់ធ្ងន់លើមួយការប្រកួតប្រជែងតម្លៃដែលបង្ខំឲ្យក្រុមហ៊ុនធំៗបញ្ចុះតម្លៃនិងបង្កើនល្បឿនផលិតពីការចែកចាយបច្ចេកវិទ្យាលឿនយកបច្ចេកវិទ្យាពី Silicon Valley មកដាក់ក្នុងសមរភូមិឲ្យបានលឿនបំផុតនិងទី3ស្វ័យភាពយោធាការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកឲ្យបានច្រើនបំផុតដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ជីវិតកងទ័ពជារួមការចាប់ផ្ដើមផលិតយានដ្រូន Fury នៅរដ្ឋ Ohio គឺជាសញ្ញាព្រមានមួយទៅកាន់ពិភពលោកថាសហរដ្ឋអាមេរិកកំពុងឈានចូលយុគសម័យនៃសង្គ្រាមដោយស្វ័យប្រវត្តិការប្រើប្រាស់ដ្រូនល្បឿនលឿនដែលដំណើរការដោយ AI នឹងធ្វើឲ្យតុល្យភាពអំណាចយោធាប្រែប្រួលសម្រាប់ក្រុមហ៊ុន Anduril នេះគឺជាជោគជ័យដ៏ធំធេងដែលបង្ហាញថាក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិខ្នាតតូចដែលអាចមានសមត្ថភាពប្រកួតប្រជែងនិងទទួលបានកិច្ចសន្យារាប់ពាន់លានដុល្លារពីមន្ទីរបញ្ចកោណក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខយើងនឹងឃើញកងទ័ពអាកាសអាមេរិកពោពេញទៅដោយយានដ្រូន Fury ដែលហោះហើរពាសពេញផ្ទៃមេឃដើម្បីធានានូវសន្តិសុខនិងអធិបតេយ្យរបស់ខ្លួននៅលើឆាកអន្តរជាតិការបាក់រោងចក្រ Arsenal One មិនត្រឹមតែផ្ដល់នូវអាវុធទំនើបប៉ុណ្ណោះទេប៉ុន្តែវាក៏ជាការបង្កើតការងារបច្ចេកវិទ្យាខ្ពស់រាប់ពាន់កន្លែងនៅក្នុងរដ្ឋ Ohio ដែលជាការសម្រេចតាមការសន្យាសេដ្ឋកិច្ចរបស់រដ្ឋបាលបច្ចុប្បន្នផងដែរ